ហើយនៅទីនេះមិនត្រឹមតែស្រូវទេបាទមិនត្រឹមតែធញ្ញជាតិស្រូវប៉ុណ្ណោះទេថែមទាំងមានប្រព័ន្ធធារាសាស្ត្ររបស់គេនេះមិនមែនតែសើទេបងគាត់ថាគេមានកំណត់ឆ្នៃប្រឌិតចឹងណានេះលូសម្រាប់បញ្ចេញបញ្ចូលទឹកបង្ហូរទឹកអីចឹងណានឹងតាមជនបទហើយប្រព័ន្ធលូវាឡើងភ្លឹងត្មងតែកុំអោនពេកតែអោនពេកនឹងអាចឆ្លើងលោតតោងភ្នែកឡូវអំបាននេះនេះឆ្លើងអស់យ៉ាងហើយបើយើងងាកទៅខាងនោះទៀតមានភ្នំសម្រាប់យើងអាចដើរទស្សនាបានលើភ្នំនោះយើងអាចដើរលេងបានតែដើរតាមស្រួលហ្នឹងអាចធ្លាក់ផ្លូវព្រោះវាល្អខែភ្លៀងទៅភ្លៀងឲ្យថ្មីអញ្ចឹងហើយបើយើងងាកមកខាងនេះវិញបាទខាងស្ដាំដៃនេះឲ្យសិតតែវាស្រូវត្មងមើលទៅសិតតែវាស្រូវវាស្រែវាភ្នំ